យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ៍សម្រាប់ការអនុវត្តថ្ងៃទី18ខែមេសាឆ្នាំ2026យោងតាមការប្រែប្រួលតម្លៃប្រេងឥន្ធនៈលើទីផ្សារក្នុងតំបន់និងអន្តរជាតិរាជរដ្ឋាភិបាលបានកំណត់និងបញ្ចុះតម្លៃ 6.5 សេនដុល្លារក្នុង1លីត្រក្នុងគោលបំណងជួយសម្របសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋផ្អែកតាមរបាយការណ៍នៃប្រេងឥន្ធនៈបន្តកើនឡើងនៅក្នុងទីផ្សារអន្តរជាតិក៏ដូចជាថ្លៃដឹកជញ្ជូននិងថ្លៃធានារ៉ាប់រងមានការកើនឡើងខ្ពស់សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចបញ្ចុះអាករបន្ថែមលើប្រេងសាំងប្រេងម៉ាស៊ូតមកនៅ$0បញ្ចុះអាករពិសេសលើប្រេងសាំងពី 30% មក 15% ប្រេងម៉ាស៊ូតពី 4% មក 0% និងបញ្ចុះអាករលើតម្លៃបន្ថែមលើប្រេងឥន្ធនៈ 10% មកនៅត្រឹម 4% និងប្រេងម៉ាស៊ូតពី 10% មក 0% ដោយរាជរដ្ឋាភិបាលទទួលបន្ទុកជំនួសសរុបចំនួន 6% សម្រាប់ប្រេងសាំងនិង 10% សម្រាប់ប្រេងម៉ាស៊ូតដូច្នេះតម្លៃលក់រាយប្រេងឥន្ធនៈត្រូវអនុវត្តចាប់ពីថ្ងៃទី18ខែមេសាឆ្នាំ2026រហូតដល់ថ្ងៃជូនដំណឹងបន្ទាប់គឺត្រូវលក់ 4,950 រៀលនៅក្នុង1លីត្រសម្រាប់ប្រេងសាំងធម្មតានិង 5,700 រៀលក្នុង1លីត្រសម្រាប់ប្រេងម៉ាស៊ូត PNS TV ព័ត៌មានសម្រាប់ប្រជាជនកម្ពុជា